ជាមូលហេតុមួយទៀតក្នុងចំណោមមូលហេតុផ្សេងទៀតដែលអ្នកគួរតែជិះកង់ 2. ការធាក់កង់ជំរុញឲ្យមានការស្រកទម្ងន់សម័យកាលសាមញ្ញពេលចង់ស្រកទម្ងន់គឺកាឡូរីដែលបញ្ចេញត្រូវតែលើសកាឡូរីបញ្ចូលមានន័យថាយើងចាំបាច់ត្រូវដុតកាឡូរីឲ្យច្រើនជាងយើងស្រូបដើម្បីឲ្យស្រកទម្ងន់ការធាក់កង់គឺដុតកាឡូរីចន្លោះពី400ទៅ1000ក្នុង1ម៉ោងដោយអាស្រ័យទៅលើអាំងតង់ស៊ីតេមានន័យថាកម្រិតនៃកម្លាំងនិងទម្ងន់របស់អ្នកជាក់ស្ដែងមានកត្តាផ្សេងទៀតនៅការបង្កើតកាឡូរីដែលអ្នកប្រើប្រាស់ជះឥទ្ធិពលលើហ្វ្រេកង់នៃការផ្គត់ផ្គង់របស់អ្នកដូចជាគុណភាពនៃការគេងរបស់អ្នកចំនួននៃពេលវេលាក្នុងការចំណាយក្នុងការដុតកាឡូរីនឹងត្រូវទទួលឥទ្ធិពលថាតើការពេញចិត្តនៃសកម្មភាពដែលអ្នកជ្រើសរើសប៉ុណ្ណាជាសន្មតពេលអ្នករីករាយនឹងជិះកង់អ្នកនឹងដុតនៅកាឡូរីហើយប្រសិនជាអ្នកទទួលទានឲ្យបានត្រឹមត្រូវអ្នកនឹងស្រកទម្ងន់